បងចុះសើចតែខាងក្រៅហើយខាងក្នុងពិបាកចិត្តវិញប៉ះពាល់អីអត់បើមើលពី comment ដែលគាត់បានសរសេរនេះតាមពិតទៅគាត់មានបញ្ហាស្រាប់បាត់ទៅហើយបញ្ហាដែលកំពុងតែមាននេះគេហៅថាបញ្ហា depression ណាភាសាខ្មែរយើងគេថាជំងឺធ្លាក់ទឹកចិត្តហើយបញ្ហាជំងឺធ្លាក់ទឹកចិត្តនេះសឹងតែថាមានគ្រប់គ្នាជាធម្មតាមនុស្សគ្រប់រូបបើសិនជាមានបញ្ហានៅក្នុងចិត្តច្រើនគឺនឹងបង្ហាញចេញមកតាមរយៈទឹកមុខអញ្ចឹងទោះបីគាត់ប្រឹងញញឹមឬក៏ប្រឹងសើចសប្បាយយ៉ាងណាក៏មើលទៅយ៉ាងស្ងួតដែរអត់សមមនុស្សដែលធ្លាក់ទៅក្នុងជំងឺធ្លាក់ទឹកចិត្តហ្នឹងគឺបណ្ដាលមកពីមូលហេតុច្រើនជួនកាលក៏បណ្ដាលមកពីសម្ពាធកន្លែងការងារសម្ពាធគ្រួសារបញ្ហាផ្ទាល់ខ្លួនការប្រើប្រាស់ថ្នាំពេទ្យច្រើនពេកគេងបានតិចខ្លាំងពេករបបអាហារប្រចាំថ្ងៃអត់ត្រឹមត្រូវវាមានមូលហេតុជាច្រើនទៀតដែលពិបាកនៅក្នុងការរៀបរាប់ប៉ុន្តែយើងអាចការពារអាចថែរក្សាផ្លូវចិត្តរបស់យើងបានទីមួយបងប្អូនគ្នាកុំនៅតែម្នាក់ឯងបងប្អូនគ្នាព្យាយាមចេញទៅខាងក្រៅមើលគេមើលឯងព្យាយាមរាប់អានមនុស្សឲ្យបានច្រើនទីពីរគួររៀបចំការញ៉ាំឲ្យបានត្រឹមត្រូវជាប្រចាំរាល់ថ្ងៃពីព្រោះរាងកាយរបស់យើងនៅពេលណាដែលយើងទទួលបានអាហារត្រឹមត្រូវទៅរាងកាយយើងនឹងមានអារម្មណ៍រីករាយហើយអរគុណយើងទី3បងប្អូនគ្នាព្យាយាមធ្វើលំហាត់ប្រាណពីព្រោះការធ្វើលំហាត់ប្រាណគឺសំខាន់ខ្លាំងមែនទែនជួយបងប្អូនគ្នាបានច្រើន